大家好 Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមករៀនពាក្យថ្មីទៀតឯណាតាក់ទងទៅនឹងរបៀបបែបស្នេហាការបែកបាក់អីផ្សេងៗចឹងទៅប៉ុន្តែលោកសួរអត់មានសេតអីទេប៉ុន្តែគាត់ថាចង់យកពាក្យថ្មីហ្នឹងលោកសួរស្រង់ពីបទចម្រៀងខ្លះចឹងណាហើយយកមកចែកជូនអ្នកទាំងអស់គ្នាសម្រាប់ការប្រើប្រាស់ចាអ្នកទាំងអស់គ្នាអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅកាន់ពាក្យទី1ទាំងអស់គ្នាអញ្ចឹងពាក្យទី1យើងអានថាជួយហូបយើងអាចបកថាចុងក្រោយឬក៏ចុងបញ្ចប់ចុងក្រោយឬក៏ចុងបញ្ចប់ជួយហូបអូខេពាក្យទី2原地គឺយើងបកថាកន្លែងដើមឬក៏កន្លែងចាស់បកបានពីរកន្លែងដើមឬក៏កន្លែងចាស់ណាអូខេទី3ពាក្យទី3伤心គឺយើងបកថាខូចចិត្តណា伤心អូខេពាក្យបន្ទាប់离去មានន័យថាចាកចេញទៅលីនឹងចាកចេញឈីទៅលីឈីចាកចេញទៅពាក្យបន្ទាប់难过កើតទុកយើងបកថាកើតទុកណា难过泪水យើងបកថាទឹកភ្នែក泪水នឹងយើងទឹកយើងដឹងស្រាប់អី水យើងបកថាទឹក泪水យើងបកថាទឹកភ្នែកណាអូខេពាក្យបន្ទាប់អានថាកខយើងបកថាអ្នកដើរកាត់ឬក៏អ្នកធ្លាប់ស្គាល់គ្នាអ្នកដើរកាត់ឬក៏អ្នកធ្លាប់ស្គាល់គ្នាអញ្ចឹងណាពាក្យបន្ទាប់អានថា冷ទី3声默ទី4声冷默បកថាសោះក៏ក្រោះហ៎冷默ពាក្យបន្ទាប់អ៊ីហានយើងបកថាសោកស្ដាយរឿងអីមួយអ៊ីហានពាក្យបន្ទាប់ឈើថងយើងបកថាចាក់បញ្ឈឺឲ្យឈឺចាប់អីមួយចាក់បញ្ឈឺពាក្យបន្ទាប់ស៊ីនវ៉ាយើងបកថាក្រអៅបេះដូងស៊ីនវ៉ាពាក្យបន្ទាប់ឆុងធូយើងបកថាការប៉ះទង្គិចដូចជាការប៉ះទង្គិចផ្លូវចិត្តអីចឹងទៅឆុងធូគឺយើងបកថាការប៉ះទង្គិចណាអូខេពាក្យចុងក្រោយតែមួយទៀតទេជាវហ្វិនយើងបកថាចំនួនណាជាវហ្វិនចាអ្នកទាំងអស់គ្នាអញ្ចឹងពាក្យថ្ងៃហ្នឹងរបស់យើងគឺមានតែប៉ុណ្្នឹងទេរៀងសេតតិចប៉ុន្តែសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តសម្រាប់ពាក្យថ្មីហើយសង្ឃឹមថាអ្នកទាំងអស់គ្នាយកទៅរៀនអានហើយរៀនបកប្រែពីខ្មែរទៅចិនពីចិនមកខ្មែរយើងចេះពាក្យថ្មីឲ្យបានច្រើនណាស់អញ្ចឹងមួយថ្ងៃយើងរៀនតែ5ពាក្យឬក៏10ពាក្យទៅក៏បានដែរក៏ឆាប់ចេះចិនដែរអ្នកទាំងអស់គ្នាហើយ现在我们的视频到这里了，这样វីដេអូរបស់យើងគឺចាប់តាមនឹងហើយ我希望大家喜欢我的视频អញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូរបស់ខ្ញុំ好再见